នេះបងប្អូនអើយទឹកលិចអស់ហើយទឹកចំនួនជួនលិចណៃអស់ហើយធ្វើម៉េចទៅបងប្អូនអើយជីវិតយើងអ្នកស្រែចម្ការអ្នកការធ្វើដាំដំណាំដាំដុះនេះឯងបងប្អូនអើយស្រែដូងរបស់ខ្ញុំគឺស្រែដូងមែនបើជាងការដូងគេអត់មានទឹកលិចទេពេលស្រែដូងខ្ញុំទឹកលិចខ្ទេចនេះព្រឹមលិចអស់លីងធ្វើម៉េចទេបងប្អូនអើយលហាច់លហេលហលហេវអស់ហើយសាក់ទឹកនេះលិចអស់លិចលេះហើយណាបងប្អូននោះតែស្មៅវាអត់ងើបសោះនោះតែរស់ស្មៅនេះស៊ូមែនដូងរបស់ខ្ញុំលិចអស់ហើយគល់ភ្លើបលិចគល់អស់ព្រមគល់ភ្លើបហើយនៅនោះតែត្រួយនោះតែបណ្ដូលទេបើថាគល់បើថារឹសវិញតែលិចអស់ហើយគល់ក្នុងរឹសនៅតែស្លឹកធៀងទេដែលវាមិនលិចនៅបងប្អូនអើយភ្លើបដែលមាននៅសល់អូធ្វើម៉េចចេះបងប្អូនអើយចង់ស្អីបើមានប្រាក់ទៀតអាចថាដាក់បូកដីទៀតបានផុតទឹកចំនួនជួនលិចតែពេលជួនលិចចឹងអាចថាមានប៉ះពាល់ដល់រឹសលួយអុយដែលស្រាវដែលទីតារស់ទីតាងឹបទេបងប្អូនហើយបងប្អូនចាំមើលតទៅមុខទៀតតើវាអាចថារស់ឬក៏ងឹបយ៉ាងណាក៏ចាំតាមដានទាំងអស់គ្នាបងប្អូនឃើញថាទីចំនួនជួនខ្លាំងក៏សមដែលលិចទៀតហើយបងប្អូនលិចហើយឆ្នាំខានលិចមួយឆ្នាំបងប្អូនឥឡូវលិចមួយឆ្នាំខានមួយឆ្នាំលិចមួយឆ្នាំបងឆ្នាំទូម៉ាញ់អត់លិចទេពេលឆ្នាំនេះមកលើលិចគល់ឆ្នាំទូម៉ាញ់អត់លិចគល់ទេឆ្នាំនេះលិចគល់បងប្អូនហើយជីដែលខំដាក់នោះនេះអស់ហើយទូតាមទីអស់ដោយសារតែវាលិចទៅវាហូរចេញធ្វើឲ្យដូងរបស់យើងក៏អស់អត់មានជីនោះអាចទៅនោះខ្លះវាអត់សោះជីដែរបងប្អូនតែចាំមើលទីស្រកយើងដាក់ជីនោះទៀតបងប្អូនដាក់ជីមានជីអុយទៅជីធម្មជាតិជីធម្មជាតិជីលមួកគូអាចពូនេះតែដាក់ហើយវាមិនគិនបានច្រើនដងទេដាក់បានម្ដងគួតឆ្នាំនេះហើយទឹកមកភ្លើបទៅអត់បានដាក់ទៀតទេដោយសារតែយើងរវល់ខ្លាំងអត់មានពេលទៅដាក់យើងត្រូវវានៅឆ្ងាយយូរក្រោយទៀនឯងឆ្ងាយប៉ុន្មានទេប៉ុន្តែត្រូវការអាចពូអីត្រូវលីគឺក៏មានប្រទេសដាក់ឬប្រទេសទៅដើម្បីដាក់គេថាលីអស់ហើយបងប្អូននេះភ្លើបមើលមាននៅសល់ប្រទេសអស់លីសាតិលហៅអូនតែត្រីទាំងចាំមានទៅទេបើតែមានខ្លះរត់ខ្លះត្រីខ្ញុំសងមានច្រើនទេឆ្នាំត្រីរាំងខ្សោយហើយស្បើយត្រីនេះទីហាយលហេលហលហេវព្រឹមអូនេះខាងក្រោយផ្ទះនោះផ្ទះខ្ញុំនៅខាងក្រោយគឺតែដើរចុះទៅផ្ទះចាញ់ទៅផ្ទះហើយបងប្អូនជាតិនៅពេលថ្ងៃរសៀលបងថាមេរដុំរដាប់ច្រើនទេចង់តែភ្លេងម្ដងទៀតទេតែលឿនតែអាប់តែកគុញក្នុងពីឡើងព្រឹកឡើងខ្មៅត្រង់តែភ្លេងទៀតមិនទេបងប្អូនអើយហើយសំខាន់វាអត់ជីមានជីគ្រប់គ្រាន់តែខ្លះក៏លឿងខ្លះបានជីគ្រប់ខៀវទៅខ្លះក៏ក្រហមធៀងស្លឹកធៀងក្រហមអស់ភាសាសក់ជីវាគឺយើងដែលយើងហូបបានឆ្អែតគ្រប់គ្រាន់ទៅសក់ខ្លាស្បែកផ្សេងទៅដល់ពេលយើងហូបបានមិនគ្រប់គ្រាន់ស្បែកយើងធ្វើឲ្យចាងធ្វើស្លេកស្លាំងទៅណាតែយើងហូបបានគ្រប់គ្រាន់ទៅឆ្អែតទៅធ្វើឲ្យស្បែកយើងស្រស់ថ្លាផ្សេងប្លែកខុសពីធម្មតាទៅមកกันនេះដល់ជិះដល់ហើយដល់របងខាងកោផ្ទះនេះបងប្អូនយើងឯងជិះគ្នានេះគាត់នៅខាងក្រោយផ្ទះខ្ញុំដែរនៅខាងក្រោយដូចគ្នាដើមនេះក៏មិនសូវធំទេនៅរងទូចអាយុ13ឆ្នាំមកដូងនោះតែញ៉េធំសោះទៅយ៉ាងម៉េចយ៉ាងម៉ាយ៉ាងណាបងប្អូនណាដេញក៏ជួយណែនាំផងបងប្អូនកសិកម្មទាំងអស់គ្នាជួយខ្ញុំផងហើយណែនាំខ្ញុំឲ្យធ្វើដូចម្ដេចដើម្បីឲ្យដូងធំលឿនហើយនឹងលូតលាស់ឈ្នះអស់ពពួកដួងបងប្អូនព្រោះដួងជាសត្រូវមួយដ៏ខ្លាំងបងប្អូនធ្វើឲ្យដូងឲ្យយើងជាងឹបបើថាយើងមើលមិនឃើញគឺងឹបបងប្អូនដូច្នេះហើយយើងត្រូវមានការប្រុងប្រយ័ត្នឲ្យមើលជារៀងរាល់ថ្ងៃអត់ខានទេថាអត់